បាទអរគុណបាទឱកាសថ្ងៃនេះខ្ញុំនិយាយអំពីដើមហេតុខ្លះអំពីការប្រកបអាជីវកម្មរបស់ខ្ញុំកន្លងមកអញ្ចឹងខ្ញុំក៏2022ខ្ញុំចាប់ដើមសាលាជីវិតពេញបរិបូរណ៍កម្ពុជាដូច្នេះហេតុអ្វីបានខ្ញុំបង្កើតសាលានេះកំណត់នេះខ្ញុំមានតាំងពី2009ម្លេះតែខ្ញុំត្រឡប់ទៅស្រុកកំណើតវិញបាទខ្ញុំបង្កើតនៅស្រុកកំណើតទេដូច្នេះដោយសារខ្ញុំមើលឃើញថាសិស្សនៅតំបន់ខ្ញុំនោះសិស្សជាច្រើនតំបន់ខ្ញុំគាត់ខ្សោយវិសាអង់គ្លេសហើយនិងបច្ចេកវិទ្យាហើយនឹងសិស្សដែលមានបញ្ហាជីវភាពគឺគាត់គ្មានឱកាសនឹងទទួលការអប់រំទេបើសិនតែជីវភាពគាត់ក្រីក្រដូចជាការស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាលជាច្រើនមកលើកឡើងថាសិស្សមួយចំនួនធំតាមបណ្ដាខេត្តតែមកបងការសិក្សាដែលពោលតែបញ្ហាជីវភាពក្រីក្រដូច្នេះលោកបងប្អូនបានដឹងហើយថាតាមបណ្ដាខេត្តសម្បូររោងចក្រណាស់ដូច្នេះឲ្យតែអីតិចរុញរោងចក្រតិចរុញរោងចក្រដូច្នេះកូនមិនបានរៀនចប់ទេបាទឲ្យតែត្រើសបន្តិចរោងចក្រត្រើសទីរោងចក្រដល់ទូគាត់ហេតុអីក្រប្រធានម៉ាត់ហ្នឹងឯងតែយើងក្រមួយម៉ាត់ហ្នឹងចប់ហ្មងបាទរើអីដល់ខ្លាញ់ចេញទេដូច្នេះខ្ញុំក៏មានកំណត់ថាខ្ញុំគួរតែធ្វើរឿងមួយដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គមមានន័យថាខ្ញុំចង់ឃើញអ្នកមានជួយអ្នកក្របាទដូច្នេះខ្ញុំឲ្យខ្លាំងក្នុងគំនិតឲ្យអ្នកមានជួយអ្នកក្រមានន័យថាអ្នកមានត្រូវបង់ថ្លៃអ្នកក្រត្រូវទទួលការអប់រំដែលអត់គិតថ្លៃបាទដូច្នេះខ្ញុំក៏ចាប់ផ្ដើមធ្វើកិច្ចការងារនេះតាំងឆ្នាំ2022មកនៅក្នុងខេត្តកណ្ដាលស្រុកកណ្ដាលស្ទឹងបាទដូច្នេះអ្វីដែលពួកខ្ញុំបានធ្វើនៅពេលនេះគឺខ្ញុំបានដោះស្រាយរឿងហ្នឹងហើយខ្ញុំចាប់បានធ្វើរឿងហ្នឹងហើយគឺមានយើងបានទទួលសិស្សចំនួន150នាក់យើងបានទទួលក្នុងនោះសិស្សក្រីក្រចំនួន30នាក់ដែលបង់ថ្លៃហើយសិស្សភាគច្រើនដែលចូលរៀនសាលារបស់យើងគឺជាសិស្សដែលមានជីវភាពខ្ញុំបាទមានន័យថាគ្រួសារដែលមានចំណូលក្រោម$500បាទក្រោម$500ចំណូលខ្ពស់គេអត់មករៀនមួយខ្ញុំទេបាទដូច្នេះនេះឯងដូច្នេះយើងបានធ្វើកិច្ចការងារនេះហើយយើងបានជួយសិស្សដែលអត់មានលទ្ធភាពនោះចំនួនជាង30នាក់ចូលរៀននៅសាលារបស់យើងអញ្ចឹងឯកប្រដាដែលយើងមានរាល់ថ្ងៃនេះគឺមានថ្នាក់មត្តេយ្យសិក្សាថ្នាក់ភាសាអង់គ្លេសក្រៅមកថ្នាក់ប្រើប្រាស់ភាសាកុំព្យូទ័រហើយនិងមុខវិជ្ជាបន្ថែមដូចតន្ត្រីគំនូរនិងរបាំប៉ុន្តែជាមុខវិជ្ជាដែលបន្ថែមអត់គិតថ្លៃទេ